សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញអ្នកទាំងអស់គ្នាពីសកម្មភាពខ្លះៗក្នុងនាមខ្ញុំជាស្ថាបត្យករដែលធ្វើការនៅក្នុងប្រទេសអង់គ្លេសនៅក្នុងក្រុមហ៊ុន GHA និយាយទៅគឺខ្ញុំដើរទៅធ្វើការរាល់ថ្ងៃដោយសារតែផ្ទះខ្ញុំនិងក្រុមហ៊ុនហ្នឹងគឺជិតគ្នាដែរគឺខ្ញុំចំណាយពេលពី20ទៅ25នាទីដើម្បីទៅក្រុមហ៊ុនហើយនេះគឺជាទស្សនវិជ្ជាទូទៅនៅតាមផ្លូវដែលខ្ញុំដើររាល់ថ្ងៃហ្នឹងហើយឥឡូវនេះគឺខ្ញុំបានដើរមកដល់ក្រុមហ៊ុនហើយជាទូទៅនៅក្រុមហ៊ុនគឺគេធ្វើការពីម៉ោង9យើងចេញម៉ោង6ហើយថ្ងៃឡើងគឺយើងសម្រាក1ម៉ោងដើម្បីញ៉ាំបាយថ្ងៃអញ្ចឹងគឺយើងធ្វើការរយៈពេល8ម៉ោងហើយដោយសារថ្ងៃនេះគឺយើងមានការញ៉ាំអាហារពេលព្រឹកជុំគ្នាអញ្ចឹងទៅគឺខ្ញុំមកមុន5-10នាទីអញ្ចឹង8:45ហ្នឹងគឺយើងមានអាហារពេលព្រឹកញ៉ាំអីចឹងប៉ុន្តែគាត់ថាអាហារពេលព្រឹកនៅក្នុងប្រទេសអង់គ្លេសហ្នឹងគឺគេចូលចិត្តញ៉ាំអារបៀបថាជាប្រភេទនំប៉័ងឬក៏ប្រភេទ yogurt ប្រភេទ croissant ប្រភេទអីហ្នឹងអាហ្នឹងវាលក្ខណៈថាវាមានជាតិស្ករខ្ពស់អញ្ចឹងណាអញ្ចឹងគឺខ្ញុំអត់សូវចូលចិត្តញ៉ាំបានទេហើយបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយហ្នឹងក៏ខ្ញុំចាប់ផ្ដើមឡើងមក office ឡើងមកកន្លែងអង្គុយរបស់ខ្ញុំហ្នឹងតាមពិតទៅនៅក្នុងក្រុមហ៊ុនគឺយើងអត់មានកន្លែងអង្គុយមួយតែជាក់លាក់ឯដោយសារតែយើងមាន2អគារហើយអគារមួយហ្នឹងវាមានដូចអគារនេះអញ្ចឹងគឺមានកម្ពស់7ជាន់ហើយអគារមួយទៀតគឺមានមានតែមួយជាន់ទេប៉ុន្តែមួយជាន់ធំហ្មងអញ្ចឹងគ្រប់កន្លែងអង្គុយដែលយើងធ្វើការងាររបស់យើងហ្នឹងគឺយើងធ្វើការ book ទៅតាមកម្មវិធីនៅក្នុងទូរស័ព្ទអញ្ចឹងទៅអញ្ចឹងយើងអាច book កន្លែងណាក៏បានដែរយើងអាចបដូររាល់ថ្ងៃហើយយើងការធ្វើការហ្នឹងក៏យើងត្រូវដាក់ការរហូតដែរដោយសារតែភាគច្រើនគឺមានការប្រជុំរហូតហ្មងហើយបន្ទាប់មកពេលថ្ងៃក៏យើងឡើងមកញ៉ាំបាយជុំគ្នាជាមួយនឹងមិត្តភ័ក្តិក្រុមការងារហ្នឹងហើយពេលខ្លះអញ្ចឹងទៅក៏យើងបាន share គ្នាពីម្ហូបពីអីអញ្ចឹងណាហើយនិយាយទៅគឺវាសប្បាយមែនទែនទស្សនវិជ្ជាវា enjoy ជាមួយនឹងគ្នាហើយក៏ដូចជាមាននៅខាងក្រុមហ៊ុនហ្នឹងគេមានភេសជ្ជៈក៏ដូចជាមានផ្លែឈើមានកាហ្វេយើងអាចយកផឹកបានមួយសេរីបន្ទាប់ពីបាយថ្ងៃហើយគឺយើងឡើងមកធ្វើការវិញធម្មតាអញ្ចឹងយើងចាប់ផ្ដើមចូលធ្វើការម៉ោង2យើងចេញវិញម៉ោង6អញ្ចឹងពេលថ្ងៃឡើងគឺយើងធ្វើ4ម៉ោងហើយជាទូទៅនៅក្នុងក្រុមហ៊ុនគឺយើងមានធ្វើការ work from home work from home ហ្នឹងមួយអាទិត្យយើងអាច work បាន2ថ្ងៃឬក៏3ថ្ងៃអញ្ចឹងអ្នកខ្លះគឺគាត់អាចហក់ដល់4ថ្ងៃឬក៏អ្នកខ្លះគឺ5ថ្ងៃនៅក្នុងធ្វើការពីផ្ទះមកក៏មានដែរអាហ្នឹងវាស៊ីសងទៅតាមក្រុមអីចឹងណាហើយបើខ្ញុំដោយសារតែផ្ទះខ្ញុំនៅក្បែរកន្លែងធ្វើការអញ្ចឹងគឺខ្ញុំអត់ដែលធ្វើការពីផ្ទះទេដោយសារតែខ្ញុំមានអារម្មណ៍ថានៅពេលដែលយើងធ្វើការពីផ្ទះខ្ញុំអត់សូវវាអត់សូវ productive វាអត់សូវការងាររបស់ខ្ញុំអត់ធ្វើបានលឿនទេហើយខ្ញុំទៅនៅពេលដែលខ្ញុំនៅក្រុមហ៊ុនអញ្ចឹងខ្ញុំឃើញគេឃើញឯងហើយវាធ្វើឲ្យអារម្មណ៍របស់យើងហ្នឹងការធ្វើការងាររបស់យើងហ្នឹងវាបានលឿនហើយនៅក្នុងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចាំមើលខ្ញុំនឹងព្យាយាមធ្វើវីដេអូផ្សេងឬក៏តាក់ទងជាមួយនឹងសកម្មភាពផ្សេងនៅក្នុង office ក៏ដូចជាការងាររបស់ខ្ញុំឬក៏បទពិសោធន៍របស់ខ្ញុំនៅក្នុងវីដេអូក្រោយៗទៀត